ការយុទ្ធនាគារ AODB ដឹកនាំសហការីអញ្ជើញទស្សនកិច្ចពិនិត្យមើលកសិដ្ឋាន Momo Farm ចិញ្ចឹមគោយកទឹកដោះបែបធម្មជាតិឯកឧត្តមបណ្ឌិតកៅថាចប្រតិភូរាជរដ្ឋាភិបាលទូមទុកជាអគ្គនាយកធនាគារអភិវឌ្ឍជនបទនិងកសិកម្មហៅកាត់ថា AODB ព្រមទាំងសហការីកាលពីថ្ងៃសៅរ៍ទី4ខែតុលាឆ្នាំ2025នេះក៏បានអញ្ជើញទស្សនកិច្ចកសិដ្ឋាន Momo Farm ស្ថិតនៅភូមិខ្នោកាសង្កាត់បារុងក្រុងរាជកษัតខេត្តកណ្ដាលហើយដែលមានការចិញ្ចឹមគោបែបធម្មជាតិផងដែរបាទនៅក្នុងការអញ្ជើញទស្សនកិច្ចនេះឯកឧត្តមបណ្ឌិតកៅថាចក៏បានមានប្រសាសន៍លើកទឹកចិត្តដល់ម្ចាស់កសិដ្ឋាន Momo Farm ដែលជាអ្នកវិនិយោគក្នុងស្រុកត្រូវតែគិតគូរពង្រឹងការផលិតទឹកដោះគោបែបធម្មជាតិឲ្យបានកាន់តែច្រើនដោយរៀបចំក្រុមគ្រួសារកសិករអ្នកចិញ្ចឹមនឹងឲ្យបានច្បាស់លាស់ថែទាំឲ្យបានល្អដើម្បីឆ្លើយតបទៅនឹងការផ្គត់ផ្គង់នៅលើទីផ្សារដែលកំពុងតែមានតម្រូវការខ្ពស់លើពីនេះគឺដើម្បីជួយដល់កសិករនៅក្នុងតំបន់អរិយស័ព្ទក្នុងស្រុកវាអែមនេះផងដែរគឺថាឲ្យមានប្រាក់ចំណូលបន្ថែមប្រចាំថ្ងៃទៀតគឺថាម្ចាស់កសិដ្ឋានខាងលើគួរតែចងក្រងកសិករនិងតភ្ជាប់ការផលិតឬក៏ប្រើប្រាស់ផលិតផលវត្ថុធាតុដើមក្នុងស្រុកដូចជាដំណាំពោតកសិករដែលផលិតបានផ្សេងទៀតនោះគឺដែលកសិករបានដាំដុះគួរតែប្រមូលទិញពីពួកគាត់យកមកប្រើប្រាស់ធ្វើជាចំណីគោឲ្យអស់លទ្ធភាពតែម្ដងបាទយ៉ាងណាក៏ដោយបច្ចុប្បន្ននេះកសិដ្ឋាន Momo Farm បានបំពាក់ដោយបច្ចេកវិទ្យាទំនើបសម្រាប់កែច្នៃទឹកដោះគោដែលផលិតបានហើយសប្តាហ៍នេះកសិដ្ឋានមានគោផលិតទឹកដោះប្រមាណជា200ក្បាលដោយក្នុងមួយថ្ងៃគឺគោអាចផលិតទឹកដោះបានរហូតដល់2000លីត្រផងដែរបាទបើយោងតាមម្ចាស់កសិដ្ឋានខាងលើបានបង្ហើបឲ្យដឹងថានៅពេលខាងមុខនេះកសិដ្ឋានក៏គ្រោងនឹងពង្រីកការចិញ្ចឹមគោបន្ថែមទៀតអាចឈានដល់200ក្បាលទៅ400ក្បាលរហូតដល់រាប់ពាន់ក្បាលដើម្បីហៅថាផលិតទឹកដោះគោបែបធម្មជាតិនឹងឲ្យបានកាន់តែច្រើនដើម្បីបំពេញនៅតម្រូវការទីផ្សារដែលកំពុងតែមានតម្រូវការខ្ពស់តែយ៉ាងណាក៏ដោយអាដាមរដ្ឋភូក៏បានលើកទឹកចិត្តឲ្យអ្នកវិនិយោគយើងក្នុងស្រុកគឺត្រូវតែបន្តពង្រឹងផលិតភាពឲ្យធ្វើការវិនិយោគទៅតាមជំហានឲ្យផលិតឲ្យបានល្អយ៉ាងណាក៏ដោយគឺចិញ្ចឹមគោចាប់ផ្ដើមពី2ក្បាលឡើងទៅក្នុងមួយគ្រួសារហើយធ្វើយ៉ាងណាថែទាំឲ្យបានល្អដើម្បីធ្វើយ៉ាងណាឲ្យការផលិតនឹងបានផ្ដល់ទឹកដោះបានល្អជូនទៅដល់អ្នកបរិភោគដែលកំពុងតែមានតម្រូវការធនាគារអភិវឌ្ឍជនបទនិងកសិកម្មដើម្បីកសិករនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គម